សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងមករៀនភាសាខ្មែរថ្នាក់ទី2មេរៀនទី1ស្រៈនិស្ស័យនិងព្យញ្ជនៈអញ្ចឹងយើងបើកទៅទំព័រទី1ទាំងអស់គ្នាស្រៈនិស្ស័យមានចំនួន23តួអញ្ចឹងយើងចាប់ផ្ដើមរាប់ទាំងអស់គ្នាជាមួយគ្នាមានស្រៈអាស្រៈអិស្រៈអីស្រៈអឹស្រៈអឺស្រៈអុស្រៈអូស្រៈអ៊ូស្រៈអើស្រៈអឿស្រៈអៀស្រៈអេស្រៈអែស្រៈអៃស្រៈអោស្រៈអៅស្រៈអ៊ុំស្រៈអំស្រៈអាំស្រៈអាស់ស្រៈអុសស្រៈអេសស្រៈអោះព្យញ្ជនៈនិងជើងព្យញ្ជនៈក្នុងព្យញ្ជនៈគឺគេបែងចែកទៅជាពីរព្យញ្ជនៈពួកអនិងព្យញ្ជនៈពួកអអញ្ចឹងយើងចាប់ផ្ដើមរាប់ព្យញ្ជនៈពួកអទាំងអស់គ្នាព្យញ្ជនៈពួកអមានកខចឆដថណតថបផសហឡអព្យញ្ជនៈពួកអមានគខងជឆញដថតថណពផមយរលវព្យញ្ជនៈទាំងអស់មានចំនួន33តួឥឡូវយើងចាប់ផ្ដើមរាប់តាមលំដាប់ទាំងអស់បញ្ចូលគ្នាពួកអនិងពួកអពីកដល់អយើងមានកខគខងចឆជឆញដថដថណតថតថនបផពផមយរលវសហឡអចឹងមេរៀនយើងថ្ងៃនេះចប់ទៅត្រឹមហ្នឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ